ចា៎នេះខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទស្សនិកជនទាំងអស់ក៏ដូចជាភ្ញៀវកិត្តិយសដែលបានផ្ដល់ជាសំណួរយ៉ាងផុសផុលនៅក្នុងកម្មវិធីគណៈពេលនេះយើងនឹងឈានចូលមកដល់កម្មវិធីបិទដូចនេះនាងខ្ញុំសូមអនុញ្ញាតគ្រប់អញ្ជើញអាយរដ្ឋបណ្ឌិតសភាចាសុកទួយប្រធានរាជបណ្ឌិតសភាកម្ពុជាអញ្ជើញថ្លែងសន្ទរកថាបិទសូមស្វាគមន៍បាទខ្ញុំមកបិទឆៅនេះអត់មានសន្ទរកថាដៃសោះជាបឋមសូមក្រាបថ្វាយបង្គំព្រះធរាធរៈគ្រប់ព្រះអង្គជាទីគោរពជាទីសក្ការៈសូមគោរពអាយដាមលោកជំទាវវាគ្មិនដែលមានវត្តមានទីនេះហើយក៏សូមអរគុណវិទ្យាស្ថានដែលបានរៀបចំជាមួយនឹងក្រសួងវប្បធម៌ហើយនឹងសមាគមស្ផាណាបាទដែលបានរៀបចំមកនាថ្ងៃនេះចឹងទេខ្ញុំឃើញសំណួរទាំងអស់ដែលបានចោទមកបានសួរមកមិនមែនជាកំហុសរបស់បងប្អូនទេវាជាកំហុសរបស់រាជមន្ត្រីសភាកម្ពុជាគឺរូបខ្ញុំនឹងតែម្ដងប៉ុន្តែខ្ញុំមិនមែនមានកំហុសទេបានរៀបចំអស់ហើយប៉ុន្តែអត់បានផ្សព្វផ្សាយអញ្ចឹងចម្លើយទាំងអស់ដែលវាគ្មិនបានបណ្ឌិតហងវីរវុធអាដាមផុនកសិកាបានបង្ហាញហ្នឹងគឺដូចចឹងថាហេតុអីបានជាស្ត្រីត្រូវតែលៀងជើងមិនមែនឲ្យឈប់និយាយគ្មានឲ្យខាងប្រុសខាងស្រីមកលៀងជើងឲ្យមនុស្សប្រុសនេះអត់មានទេណាគឺមនុស្សស្រីត្រូវលៀងជើងមនុស្សប្រុសមានកត្តា4មួយរឿងអាគាត់ខូចពីមុនគឺជារឿងរបស់អាគាត់ឯងតែចាប់ពីរៀបការពីពេលនេះតទៅអញលៀងជើងឈប់ខូចឈប់ខូចពីពេលនឹងតទៅទី2ខ្មែរយើងពេលណាអត់មានទេខេត្តណាក៏មានដែរគឺពីងទឹកនៅចិត្តចដើពេលរៀបឡើងទៅត្រូវតែលៀងជើងដើម្បីកុំឲ្យប្រឡាក់ភួយទី3ទឹកនឹងដើម្បីស្រោចនៅស្រុកខ្មែរយើងគេប្រើអីដូចថាជីនាងវងជីដែលហៅជីវ៉ាន់ស៊ុយឬគឺស្អងគេពេលដែលស្រោចទៅអាទឹកនឹងវាហូរទៅវាស្រោចស្របចំណុចមួយទៀតហេតុឲ្យលៀងជើងពេលអាគាត់ឯងមកលៀងជើងមកពីដើរលេងលៀងជើងដឹងថាទឹកអស់ឬក៏មានប្រញាប់ទៅដុះដាក់ឲ្យពេញបើអញ្ចឹងឡើងទៅផុតអត់មានដឹងទេចំណុចមួយទៀតទី4ប្រាប់ឲ្យលៀងជើងនឹងដើម្បីឲ្យដឹងសម្រាប់ថាប្តីមកដល់ហើយពេលចាក់ទឹកហ្នឹងជាការគោះជួងបាទព្រោះបថោងតោងស្បៃនាងនេះហើយនេះបថោងតោងស្បៃនាងនេះបានន័យថាមនុស្សប្រុសខុសពីចិនខុសពីជប៉ុនខុសពីកូរ៉េមនុស្សប្រុសការហើយទៅនៅមនុស្សផ្ទះស្រីបានគេហៅថាមេមុនសម័យនគរនៅសម័យនគរភ្នំទៅទៀតមេដើរតួនាទីសំខាន់ណាស់គឺមនុស្សស្រីនឹងឯងក្រោយមកជ័យវរ្ម័នទី1ដែលគាត់វិលត្រឡប់ជ័យវរ្ម័នទី2ដែលគាត់វិលត្រឡប់ពីជ្វាមកហើយរៀបចំកសាងអង្គរវត្តដែលលោកសម្លឹងនៅគូលែនហ្នឹងបាទគេហៅថាអីបាពេលហ្នឹងបាហើយមនុស្សប្រុសដើរតួនាទីហើយតែពីមុនគឺមនុស្សស្រីដើរតួនាទីអញ្ចឹងក្រោយមកគឺបាអញ្ចឹងហើយបានខ្មែរយើងរំលឹកបាហ្នឹងមកពាក្យបាកងបាពួនបាយន់សិតតបាទាំងអស់គ្រប់ខ្ញុំមិននិយាយដដែលខ្ញុំមិននិយាយបាទអញ្ចឹងអានឹងនិយាយពីលៀងជើងហ្នឹងប៉ុន្តែយើងវាអត់អញ្ចឹងគេថាមនុស្សស្រីសិតស្មើគ្នាមិនមែនសិតទេអ្វីជាទំនៀមទម្លាប់គឺការគោះប្រចាំឧទាហរណ៍កោជប់ឃើញទេគេកោអាគៀននេះទុកអាកដាលហេតុអីទស្សនវិជ្ជាគេបានប្រាប់ទៅអាក្មេងហ្នឹងថាបន្តិចទៀតឯងដល់ចូលព្រៃហើយអញ្ចឹងកាប់តែឈើណាទៀតដើម្បីព្រោះគេបុកដាំគេហៅថាចំការវិលជុំអញ្ចឹងអាដើមធំកុំកាប់អញ្ចឹងអាកដាលធំខ្ពស់ទុកជាម្លប់ជាទស្សនវិជ្ជាខ្មែរយើងទស្សនវិជ្ជាកាលពីមុន
ខ្មែរយើងលើកដុំមួយនៅវងមូលលើកហើយដាក់ព្រោះគេសរសេរសិលាចារឹកគេថាអ្នកណាលើករួចអ្នកនឹងមានគេអីទេមានបុណ្យអញ្ចឹងខ្មែរគាត់លើកដាក់ហើយដល់ពេលបារាំងវាប្រាប់សួរស្អីគេហ្នឹងឲ្យបកប្រែពីសំស្ក្រឹតថាអ្នកណាលើករួចមានបុណ្យមានអីបារាំងលើកដាក់ឡានបាត់មាសលើកយកផ្ទះបាត់បាទទើបនឹងនេះមកវិញទេណាអាហ្នឹងដោយសារទស្សនវិជ្ជាគ្រប់កិច្ចការទាំងអស់ពេលចូលមលុបក៏ដូចគ្នាដែរគឺមានន័យថាម៉េចមានន័យថាគាត់ដល់ពេលហើយរៀបចំមានប្តីហើយអញ្ចឹងត្រូវរៀបចំព្រោះមនុស្សស្រីដើរតួនាទីសំខាន់ណាស់ចូលមលុបគឺបង្ហាញអំពីចិត្តភាពរបស់ស្ត្រីដែលប្រកាសនៅក្នុងភូមិនឹងថាគេកុំមកហើយព្រោះពីដើមមនុស្សស្រីមិនសូវនេះនឹងគឺប្រកាសព្រោះកុំឲ្យអៀនខ្មាស់គេធ្វើកម្មវិធីប្រកាសអញ្ចឹងទៅអានឹងគោះជួងទស្សនវិជ្ជាទេប្រាប់ថាគេពេញវ័យហើយតែឥឡូវមិនបាច់ទេគេប្រើតែមីសេអញ្ចឹងបានហើយមិនបាច់ទេកុំបាច់អស់ពេលវេលាច្រើនពេកប៉ុន្តែសួរប្រពៃណីត្រូវការដែរយើងអាចដូចមិញបេក្ខជនដែលអាដាមផុនកសិកាឬគ្រូវុឌ្ឍគាត់មានប្រសាសន៍ថាត្រូវតែបន្តវេនឈប់បន្តវេនត្រូវជាសរសេរទុកជាឯកសារព្រោះសម័យសង្គមនីមួយវិវត្តបើឡាយតែធ្វើបុណ្យដូចមិញហ្នឹងគឺអត់មានពេលធ្វើស្រែទេឥឡូវស្រែបើសិនជាយើងធ្វើ3ពេលមានពេលណាមកធ្វើអញ្ចឹងធ្វើការ3ពេលនៅស្រុកគេរីកចម្រើនណា8ម៉ោងអ្នកយប់ទៅធ្វើការយប់ថ្ងៃធ្វើការងាយជួបគ្នាបានអាសៅអាទិត្យទេអញ្ចឹងបើសិនណាយើងធ្វើបែបហ្នឹងគឺយកអត់មានពេលទេវាវិវត្តប៉ុន្តែយើងធ្វើទុកស្អីដោយបានខាងវិជាឋានសង្គមសាស្ត្រមនុស្សសាស្ត្របានរៀបចំហ្នឹងទុកជាឯកសារដើម្បីឲ្យធ្វើសរសេរជាសភៅដើម្បីអីដើម្បីឲ្យអានដឹងពីមុនរឿងវាវិវត្តដោះដូរណាយើងឃើញដើរកាត់ស្រែទឹកស្ងួតចេះបន្តិចទៀតហើយដូចមិញខ្ញុំមិនទាន់កែប្រវត្តិសាស្ត្រហ្នឹងណាបងអូនស្រីវិធីការហ្នឹងយើងអាចនិយាយថានៅទីក្រុងសៀមរាបបានអត់មានក្នុងអង្គរវត្តទេណាអត់មានណាព្រះអង្គនៅគង់ស្ដាប់បានតែគុំយកទៅបកស្រាយយើងទទួលធម្មគេហៅថាហិនយានធម្មយុទ្ធនិកាយនិងកនិកាយឥទ្ធិពលមកពីស្រីលង្កាតាមរយៈតៃខ្មែរយើងកាន់ពុទ្ធសាសនាមហាយានកាន់ព្រហ្មញ្ញសាសនាប៉ុន្តែដើម្បីអាតៃនឹងមកគ្រប់គ្រងខ្មែរវាបញ្ចូលអានឹងមកណាវារហូតកែប្រែភ្លេងពិនពៀតទៅជាភ្លេងសៀមប៉ុន្តែដូនតាមម៉ែវាអត់បានឆ្លាក់នៅអង្គរវត្តកើតម៉ែឲ្យវាទៀតណានៅបាយ័នទៅមើលឃើញទេណាអញ្ចឹងគេបកជូនទស្សនាហេតុអីពេលលេងភ្លេងគេឲ្យអង្គុយបែរខ្នងគ្នាព្រោះវាខ្លាចជែកទៅវាដាច់ខ្មែរសិទ្ធិមានទស្សនវិជ្ជាទាំងអស់បែរខ្នងដាក់គ្នានឹងមិនដើម្បីអីកុំឲ្យវាជែកគ្នាព្រោះភ្លេងខប់ទៅជែកគ្នាហើយសួរបងហងវីរវុឌ្ឍហ្នឹងគឺដឹងហើយតែហេតុឲ្យត្រំប៉ែតគេឲ្យបែរមុខតារាក្បាលព្រោះវាជាប់មាត់ហើយទៅនិយាយមិនបានក៏ព្រមជាប់អស់ហើយអាតែហូបមិនបានផងអាហ្នឹងខ្មែរយើងពោពេញទៅដោយទស្សនវិជ្ជាស្អីក៏ឲ្យបង្កប់នៅទស្សនៈហ្នឹងប៉ុន្តែការជឿហួសហេតុពេកវិវត្តយើងត្រូវរក្សាឯកសារត្រូវរក្សាភាពយន្តដើម្បីទុកឲ្យក្មេងៗបន្តប៉ុន្តែយើងត្រូវអនុវត្តទេវាបំរែបំរួលអស់ហើយឧទាហរណ៍ខ្ញុំគ្រាន់ជំរាបជូនទេខ្មែរអង្គរអត់មានពេលមកធ្វើអញ្ចឹងបានទេនៅជុំវិញប្រាសាទនៅជុំវិញផ្ទះសិតតែស្រះហើយនឹងទឹកអត់មានមហែអញ្ចឹងរួចទេនេះគឺនៅក្នុងសតវត្សទី15ការដួលរលំអង្គរទេបានធ្វើរបៀបនឹងបានកសិកាឆ្លើយអត់រួចថាធ្វើសម័យណាខ្មែរយើងមុននឹងធ្វើអីគឺធ្វើកសិនធ្វើស្រះទីមួយបង្ហាប់ដី
ទី2គឺប្រើអីគេហៅពួកសម្រែគឺធ្វើស្រែឃើញយកអង្គដាក់អញ្ចឹងនឹកគុណណូបការៈអ្នករៀបចំធ្វើស្រែហ្នឹងកហ្នឹងវាតៃខ្លាំងដោយសារយក copy paste ពីសម័យអង្គរទៅធ្វើហ្នឹងបាទចម្លងសំទោសខ្ញុំនិយាយមិញ copy paste គេស្រឡឹងមុខភ្លាមបាទចម្លងនៅក្នុងសម័យអង្គរនៅក្នុងសម័យអង្គរខ្មែរយើងមានមារយាទណាស់ពីដើមទឹកភ្លើងផ្លូវខ្មែរមានទាំងអស់ណាអញ្ចឹងអត់មានមកហែដូចមិញរត់តែទឹកអត់មានស្ងួតចេះទៅតែហែបានសើទឹកឥឡូវសម័យទំនើបហ្នឹងទៅហែនៅជប៉ុនបានទេទៅហែកូរ៉េបានទេអត់បានទេទឹកគេបើកគេអត់បូមទឹកបញ្ចូលស្រែទេគេបើកទឹកបញ្ចូលស្រែយើងសម័យនោះក៏ដូចគ្នាដែរទៅយល់រឿងហ្នឹងអញ្ចឹងហើយបានយើងខំរៀបចំដោយសារពេលវេលាខ្ញុំមិននេះទេកាលណានិយាយពីរឿងមិញហ្នឹងគឺខ្ញុំបានឆ្លងកាត់រួចហើយបានអានបានយល់ណាហើយទំនៀមទម្លាប់របស់ខ្មែរយើងល្អណាស់ដូនតាសម័យអង្គរខុសពីក្រោយមកចាស់លើសក្តិសម័យមុនឆ្លាក់នៅលើផ្ទាំងថ្មដូចសុភាសិតដូចជាភាសាអក្សរសិល្ប៍ថាម៉េចរបស់តស្តយអ្នកនិពន្ធតស្តយថាម៉េចរូបភាពជាកញ្ចក់ឆ្លុះបញ្ចាំងរាល់តថភាពនៃសង្គមអក្សរសិល្ប៍បែបណាសង្គមបែបហ្នឹងអញ្ចឹងគេគ្រាន់តែឃើញរូបភាពហ្នឹងគេដឹងភ្លាមខ្មែរយើងចាហ្នឹងបាទយើងខំឡើងយើងបន្តឡើងកុំបន្តតែមាត់ដូចយើងមិញនិយាយថាអាយុត្រឹម70ឆ្នាំធ្វើបុណ្យដែលជូនឪពុកម្ដាយចប់ហើយបាទឥឡូវអត់ទេសម័យមុនមិនចិត្តទេសិតតែ8ហើយ9ដោយសារបន្ថយមហូបអាហារដែលមានជាតិគីមីបាទជាតិគីមីគឺយើងហូបប្រាំងកាលមកសម័យអាណាព្យាបាលអាណានិគមហ្នឹងគេហៅថាខ្មែរស៊ីរបងនៅលើរបងមានសពមានតាំងពីស្លឹកបាសមានតាំងពីបោចពីនឹងមកកធំទេយកមកធ្វើជាហើយជួយដល់សុខភាពអញ្ចឹងអាយុច្រើនណាស់បាទដូចជាឪពុកម្ដាយខ្ញុំសិតតែ8ជាងអញ្ចឹងចិត្តអត់មានទេបាទអញ្ចឹងខ្ញុំគោះលេងមួយបងសុភីដែរបើយើងឆាច់ចិត្តជាងយើងចិត្តដល់ហើយបាទម្នាក់សល់5ឆ្នាំទៀតទៅប៉ុន្តែមិនទេបាទអញ្ចឹងសម័យអង្គរគឺបង្ហាញពីភាពអស្ចារ្យដូចភ្លេងមិញហ្នឹងគឺយើងមានហើយមិនមែនភ្លេងសម័យនេះទេតែបើរឿងយើងពីដើមឲ្យគេហៅថាបង្ហាញអំពីនាគខ្មែរយើងពីដើមមានសាលាឆទានដើម្បីឲ្យអីគឺសម័យដែលគេហៅថាពុទ្ធចូលហើយខ្មែរពីដើមគឺកសាងប្រាសាទកសាងធ្វើអំពីថ្មអត់សង់សាងវត្តទេអត់កសាងវត្តទេទីណាក៏មានកន្លែងអានដែរទីណាក៏មានគេហៅថាខ្មែរយើងហៅថាស្លាយដឹងទេព្រះអង្គដឹងទេព្រះអង្គសាលាឆទានមិនឆទានទេកន្លែងហ្នឹងកន្លែងអានកន្លែងសម្រាប់កន្លែងធ្វើអំពីថ្មទាំងអស់ផ្លូវទៅដល់ណាគឺធ្វើដល់ហ្នឹងសម័យអង្គរខ្លាំងណាស់ខ្មែរយើងខ្លាំងណាស់បើឥឡូវមិនទៅសូមអ្នកទៅគុំតិចដូនតាយើងអ្វីដែលសល់គួរតែសានសង់ឡើងវិញឃើញពួកអាសៀមសពថ្ងៃវាទៅបំផ្លាញប្រាសាទព្រះវិហារដោយសារម៉ែវាវាបានធ្វើខ្ញុំនៅតែនិយាយភាសាហ្នឹងមិនមែនដូនតាវាសំណាងពួកឯងខ្ញុំក៏ជំរាបជូនទេខ្មែរយើងត្រូវតែខំចងក្រងឯកសារកុំនិយាយតមាត់គ្នាដោយអ្វីអាចារ្យនិយាយហ្នឹងសិតតែអត់ត្រូវទេនិយាយ10នាក់បាត់លើសត្រូវតែសរសេរចឹងហើយបានរាជមន្ត្រីសភាខំចងក្រងខំសរសេរមាក្បបុរាណមកទេបាទគ្រាន់តែសិលាចារឹកយើងបានចងក្រងហើយអំពីដូនតារបស់យើងអញ្ចឹងយើងមិនមែនគ្រាន់ថាតែមាត់ទេគឺយើងធ្វើដើម្បីផលប្រយោជន៍សង្គមយើងនេះបាទគេដើម្បីត្រួតយើងបានគេបញ្ចូល
ជំនឿចូលមកឲ្យយើងគោរពឲ្យយើងថ្វាយអង្គមចុងក្រោយមកគេចាប់យើងតែម្ដងពីណាអ្នកចាប់ដៃសុខោរតីកូនរបស់សុខោរតីអង្គច័ន្ទទៅចាប់ដៃជាមួយអាខាងនោះស្ដាយប្រវត្តិសាស្ត្រសរសេររួចអស់ហើយសរសេររួចអស់ហើយដូចវ័យក្មេងទៅពួលគ្នាទៅដើរសុំទានគេគ្រាន់តែដូរសម្លៀកពាក់ដើរសុំទានគេខ្ញុំអត់និយាយខ្ញុំនិយាយថាអ្នកសុំទានទេវ័យហ្នឹងត្រូវវ័យមករៀនមកយកចំណេះដឹងមិនបាច់ទៅធ្វើអីទេបើអ្នកឯងអត់ឆ្លងកាត់ការលំបាកអ្នកឯងអត់ដឹងអំពីត្រូវតែខំត្រូវតែប្រយុទ្ធអត់មានមកស្អីទេកាលណាប្អូនឯងឆ្លងកាត់ហើយកុំសុំបានលោកអត់ខំទេអត់ខំតែបើសុំសម្រាប់រួមធ្វើទៅតែសម្រាប់បុគ្គលទៅមុនធ្វើអីអញ្ចឹងទៅខំអញ្ចឹងខ្ញុំគ្រាន់ជំរាបជូនថាអីដែលឆ្លងកាត់ខ្មែរយើងមានយូរណាស់មកហើយក្នុងប្រវត្តិសាស្ត្រអ្វីដែលបង្ហាញនេះគឺក្រោយសម័យអង្គរទេបង្ហាញទាំងអស់ហ្នឹងលើកលែងតែមួយគត់គឺកន្លែងគេហៅថាកោសក់ហ្នឹងបាទហើយ style សក់ហ្នឹងគឺនៅសម័យរបស់ពួកណាឲ្យទៅមើលឥឡូវបើក YouTube ក៏ឃើញដែរម៉ុងហ្គូលីបាទគាត់កាត់អស់ហើយក៏ទុកតែហ្នឹងឯងពីព្រោះថាឯងក៏មើលស្មៅអាលើភ្នំកុំកាត់អត់សោះទុកឲ្យជាមួយប្រពែស៊ីផងបើកមើលភ្លៀងបើមិនឃើញបាទអញ្ចឹងទេខ្ញុំគ្រាន់ជំរាបជូនអញ្ចឹងយើងត្រូវរួមគ្នារក្សាសរសេរកុំនិយាយតាមមាត់មួយទៅមាត់មួយ10នាក់នឹងបាត់មួយពាក្យឬក៏លើសមួយពាក្យអញ្ចឹងបើម្នាក់លើសមួយពាក្យបាត់10ពាក្យឬលើស10ពាក្យអញ្ចឹងយើងត្រូវតែសរសេរបីចងឲ្យដូនតាយើងលំបាកណាស់ចានឹងថ្មចុះហេតុអីក្មេងសពថ្ងៃមានក្រដាសមានប៊ិចមានកុំព្យូទ័រមិនព្រមវាយទុកជាអត្ថបទអញ្ចឹងខ្ញុំសង្ឃឹមហើយសូមអរគុណដល់វិទ្យាស្ថានសង្គមសាស្ត្រមនុស្សសាស្ត្រនិងក្រសួងវប្បធម៌ក៏ដូចជាសាកលវិទ្យាល័យហើយនឹងបុប្ផាមកចាប់រលបុប្ផាបាទផាណាបាទអភ័ព្វខាងហ្នឹងអត់ព្រមយកឲ្យខ្ញុំស្ពេចខ្ញុំបន្តិចបាទអាហ្នឹងខ្ញុំមកចេះមកអង្គុយស្ដាប់បើអត់អង្គុយស្ដាប់ហ្នឹងមិនដឹងទៀតបាទចឹងទេសូមឲ្យមានទី1គឺសុខភាពបាទសុខភាពគឺមានអ្វីទាំងអស់ទី2គឺមានស្នាមញញឹមទី3សូមឲ្យមានសេចក្តីស្រឡាញ់សូមអរគុណសូមបិទអង្គកម្មវិធីមកឲ្យគណៈកម្មការរៀបចំកម្មវិធីនេះខ្ញុំសូមថ្លែងអំណរគុណយ៉ាងជួនចំពោះវត្តមានដ៏ខ្ពង់ខ្ពស់អាយរដ្ឋមន្ត្រីសភាចាសុកទូចដែលបានថ្លែងបិទកម្មវិធីប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅគួរជាទីមោទនៈជាថ្មីម្ដងទៀតនេះខ្ញុំសូមអនុញ្ញាតក្រុមជើញអាយរដ្ឋមន្ត្រីសភាចាប្រធានរាជមន្ត្រីសភាកម្ពុជាក៏ដូចជាវាគ្មិនកិត្តិយសនិងលោកនាយកមជ្ឈមណ្ឌលបុប្ផាណាថតរូបរួមគ្នាទុកជាអនុស្សាវរីយ៍និងមានមួយប៉ុស្តិ៍ទៀតនៅខាងមុខអគារខេមរៈវិទូរួមគ្នាទាំងអស់គ្នាតែម្ដងចាអរគុណជាចុងខ្ញុំជួសមុខឲ្យអង្គពិធីទាំងមូលសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះវត្តមានដ៏ខ្ពង់ខ្ពស់អាយដាមបណ្ឌិតសភាចាប្រធានរាជបណ្ឌិតសភាកម្ពុជាអាយដាមបណ្ឌិតអគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជាអាយដាមប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិតសភាកម្ពុជានាយកមជ្ឈ